បាទបងប្អូននេះបន្ទាប់ពីយើងបានបដូរទឹកហើយបាទយើងមកដាក់ចំណីវាស៊ីបាទគេដាក់ចំណីវាស៊ីបាទអញ្ចឹងគឺបាយគឺរត់មកអញ្ចឹងមកដូចខ្ញុំតែងតែជម្រាបប្រាប់ជូនបងប្អូនអញ្ចឹងគឺសម្រាប់កូនកង្កែបវាអត់ដេញចំណីទេណាតែបើកង្កែបធំគឺវាដេញចំណីណាវាដេញចំណីអញ្ចឹងយើងបាយមកកដប់ហ្នឹងវាអាចមកបាទប៉ុន្តែក៏អាស្រ័យលើកង្កែបដែរដូចថាកង្កែបខ្លះវាស៊ីរៀងឆ្អែតហើយឬក៏វាមិនសូវជាឃ្លានគឺមិនសូវជាដេញបានទេអញ្ចឹងណាបាទតែកង្កែបយើងនេះវាឃ្លានចំណីបាទដាច់ចំណីអញ្ចឹងគឺដាក់ទៅគឺដេញដាក់ទៅដល់ដេញបាទដាក់ទៅដល់ដេញមកអញ្ចឹងយើងដូរទឹកហើយដាក់ចំណីអញ្ចឹងទៅបាទហើយដូចខ្ញុំបានជម្រាបបងប្អូនគឺសម្រាប់បងប្អូនយើងដែលរវល់យើងធ្វើទឹកមួយខាងគោកមួយខាងទឹកមួយខាងគោកមួយខាងគឺយើងដាក់ចំណីយើងដាក់ទៅនៅក្នុងទឹកទេបងប្អូនបាទអញ្ចឹងបើសិនតែកាលណាយើងដាក់លើគោកគឺវាអត់ទៅស៊ីទេវាក៏វាទៅស៊ីដែរប៉ុន្តែវាចោលចំណីយើងណាបាទចោលចំណីយើងអញ្ចឹងបានបងប្អូនខ្លះគាត់ចិញ្ចឹមទៅគាត់ថាចិញ្ចឹមជាមួយគេដែរគេចំណេញតែបើជាយើងខាតហើយមួយទៀតចិញ្ចឹមទៅគីឡូបានថាថែគេដែរគេអស់ចំណីតែ4ការ៉ុងយើងអស់5ការ៉ុងឬក៏6ការ៉ុងអញ្ចឹងគឺការអស់ចំណីនេះមកពីកតាដែលយើងបាយទៅវាសល់ឬក៏យើងបាយទៅកង្កែបហ្នឹងវាមិនស៊ីបាទវាមិនស៊ីយើងបាយទៅវាសល់ចោលឬក៏ចំណីហ្នឹងយើងបាចឆ្ងាយពីកង្កែបឬក៏បាចទៅលើគោកឬក៏បាចទៅក្នុងក្លុកកលៀតអញ្ចឹងណាអញ្ចឹងគឺវាអាចទៅស៊ីបានគឺវាសល់ចោលណាហើយកង្កែបយើងក៏វាមិនធំដែរបើចំណីសល់ចោលហ្នឹងចំណីកង្កែបយើងបានស៊ីផងអញ្ចឹងណាបាទហ្នឹងជាកត្តាដែលធ្វើឲ្យចំណីយើងវាអស់ច្រើនហើយពេលដែលយើងលក់ទៅវាបានផាក់ខែគេដែរហើយឬក៏ពេលខ្លះបានតិចជាងគេពេលខ្លះគេចំណេញយើងបែរជាអត់ចំណេញអញ្ចឹងណាបាទអញ្ចឹងយើងងាកមកការចិញ្ចឹមលើគោកពាក់កណ្ដាលទឹកពាក់កណ្ដាលវិញអញ្ចឹងគោកពាក់កណ្ដាលទឹកពាក់កណ្ដាលហ្នឹងគឺវាល្អសម្រាប់យើងដែលមានពេលរវល់ណាខ្ញុំនិយាយពេលដែលយើងមានពេលរវល់ហើយយើងចង់ចិញ្ចឹមតែយើងខ្លាចលើខ្វះពេលអញ្ចឹងណាដូរទឹកម្ងាយម្ដងឲ្យថាលើថាអត់មានពេលអញ្ចឹងយើងអាចធ្វើជាទឹកមួយខាងគោកខាងបាទយើង3 4ថ្ងៃចាំដូរទឹកម្ដងអញ្ចឹងណាតែត្រង់យើងឲ្យធំបន្តិចណាបាទ1000ក្បាលអីជាទូទៅបើសិនយើងដាក់ក្នុងទ្រុងចេះក្នុងទ្រុងក្នុងតង់ចេះយើងត្រឹមតែ3 x 4ទេយើងដាក់បាន1000ក្បាលដល់ធំហ្មងណាដល់ធំហ្មងខ្ញុំមិននិយាយតូចទេបើតូចយើងអាចដាក់លើនឹងបានទៀតបាទ3 x 4យើងអាចដាក់2000អីតាមប៉ុនមេដៃប៉ុនមេជើងអីតែយើងនិយាយដល់ធំប៉ុណ្ណេះហ្មងហ្នឹងគឺយើង3 x 4 1000តែបើយើងដាក់ឲ្យវារៀងតលាយបន្តិចបាទគោកមួយជាហៀងទឹកមួយជាហៀងយើងអាច4 x 8អីចឹងទៅបាទឬក៏4 x 6អញ្ចឹងទៅបាទយើងដាក់1000ណាបាទហ្នឹងយើង3 4ថ្ងៃដូរទឹកម្ដងឬក៏យើងដាក់5 x 8អីអាហ្នឹង1000អីអាហ្នឹងវាកាន់តែ4 5ថ្ងៃអីដូរទឹកម្ដងជាងមើលតាមជាក់ស្ដែងហ្នឹងណាបងបាទហ្នឹងគ្រាន់តែខ្ញុំជាឧទាហរណ៍សម្រាប់បងប្អូនទេអញ្ចឹងណាបាទហ្នឹងគឺអញ្ចឹងបាទហើយសម្រាប់បងប្អូនយើងដែលមានពេលកំណៃហើយមានដីតូចវិញមានដីតូចយើងចង់ចិញ្ចឹមដែរហើយយើងចង់បានផលច្រើនអញ្ចឹងយើងអាចដាក់តង់ទៅបានដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងគឺ3 x 4គឺយើងអាចដាក់បាន1000ក្បាលណាបាទហើយរយៈពេលនៃការចិញ្ចឹមគឺយើង2 ខែបន្តិចតួចទេយើងអាចចាប់បានអាស្រ័យទៅតាមតម្រូវការបោះម៉ូអញ្ចឹងណាបាទអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់ចិញ្ចឹមលើគោកមួយឈាមទឹកមួយឈាមហ្នឹងអាចរៀងយូរជាងគេបន្តិចណាបាទអាចខុសដល់ពីមួយសប្តាហ៍ទៅ2 សប្តាហ៍អញ្ចឹងណាបាទបើសិនជាយើងបុកចំណីបានល្អហើយកែនឹងវាដេញនុយអញ្ចឹងល្អអាហ្នឹងក៏វាអាចផាក់ផាយគ្នាដែរតែវាជាទូទៅយើងចិញ្ចឹមគោកឈាមទឹកមួយឈាមវាអាចនឹងយឺតដែរអាចនឹងយឺតជាងយើងចិញ្ចឹមក្នុងចេះព្រោះក្នុងចេះក៏បានចំណីគឺមកបងណាបាទហ្នឹងហើយចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេចង់ជម្រាបត្រួសបាទត្រួសមិនលម្អិត
អស់ទេហើយបងប្អូនដែលមានចម្ងល់អាចទេមកសួរបានណាបាទតាមភាពជាក់ស្ដែងទៅតាមពេលវេលារបស់យើងទៅតាមទីតាំងរបស់យើងទៅតាមថវិការបស់យើងអញ្ចឹងណាតាមបទពិសោធន៍ចំណេះដឹងរបស់យើងអាហ្នឹងខ្ញុំប្រឹក្សាយោបល់ថែមជូនឲ្យទៀតណាបាទเราយោបល់ថាយើងគួរតែធ្វើជាទឹកមួយចាហៀងឬគោកមួយចាហៀងឬក៏ធ្វើតង់ទាំងអស់ឬក៏យើងធ្វើដាក់តង់នឹងឲ្យធំតែដាក់កូនមកល្មមឬក៏យើងដាក់តង់តូចយើងដាក់កូនឲ្យច្រើនអានឹងទៅតាមស្ថានភាពជាក់ស្ដែងរបស់បងប្អូនពេលវេលាថវិកាទីតាំងណាបាទហ្នឹងចាំខ្ញុំជម្រាបប្រាប់ជូនបងប្អូនទៀតណាអាចខលមកសាកសួរបានណាបាទហ្នឹងហើយអូឡូតហ្នឹងហើយចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនណាជួបគ្នានៅវីដេអូក្រោយបាទអរគុណច្រើន